នេះខ្ញុំថតនេះដោយសារពេលថ្ងៃគេអត់សូវដើរទេមេធំសតុំមុនហ្នឹងទេតល្ងាចបន្តិចបានគេដើរចេញដើរច្រើនហើយពេលព្រឹកហើយនឹងពេលល្ងាចយប់ហ្នឹងជនជាតិកូរ៉េគេដើរច្រើនណាស់ដើរហាត់ប្រាណជិះកង់ហើយទេសភាពស្អាតណាស់បងប្អូនហើយចំណាយមិនតិចទេខ្ញុំសរសើរមែនទែនបងផ្លូវរថភ្លើងចាស់ដែលសល់ពីសង្គមចាស់តាំងពីដោយសារនៅតំបន់នោះជាប់មកសមុទ្រអញ្ចឹងគេរត់ពីគេដឹកទំនិញពីជប៉ុនវាអីមកអញ្ចឹងគេរត់តាមខ្សែរថភ្លើងហ្នឹងដល់ពេលឥឡូវគេធ្វើអាប់ដេតខ្សែរថភ្លើងថ្មីទៅអានេះគេត្រូវទុកចោលអញ្ចឹងវាពិបាកទុកចោលអញ្ចឹងគេឆ្នៃយើងជាសួនសម្រាប់ប្រជាជនគេដើរបន្ធូរអារម្មណ៍បំបត្តិ stress អញ្ចឹងទៅហើយមិនខ្លីទេណាបងប្អូនឆ្ងាយមែនទែនរាប់សិបគីឡូតាំងពីនោះចុងមាត់សមុទ្រនោះពីចុងអាគារខ្ពស់នោះមករហូតដល់នេះទៅពាត់មកទីក្រុងនោះមិនតិចណាមិនតិចគីឡូទេហើយគេធ្វើសពទាំងអស់បងប្អូនមិនខ្ញុំមិននិយាយទៅគឺសរសើរខ្លាំងមែនទែនហើយគេដាំដើមឈើអញ្ចឹងទៅដើមឈើវាច្រើនដើមឈើក្នុងស្រុកហើយនឹងរំចូលទៅគេដាក់ឈ្មោះទៅអីអញ្ចឹងទៅតែម្យ៉ាងរបស់គេដែរមានអារម្មណ៍ថាវាមើលទៅវារៀងសក់ក្បាលអញញ៉ៃថាខ្យល់ខ្លាំងនៅជិតជើងភ្នំហ្មងនេះជើងភ្នំនៅនេះភ្នំអភិវឌ្ឍខ្លាំងណាស់បងប្អូនអើយនេះផ្លូវទូទេសភ្លើងពីមុនគេទុកចោលទេមានតែផ្លូវទូទេសភ្លើងចាស់ឥឡូវគេឆ្នៃចេញជាធ្វើសួនសម្រាប់ប្រជាជនដើរអញ្ចឹងណាគេល្ងាចឡើងគេហាត់ប្រាណអញ្ចឹងទៅសម្រាប់ខែក្តៅអញ្ចឹងទៅគេរត់ហាត់ប្រាណហត់ឬក៏អីអញ្ចឹងទៅគេអាចសម្រាប់នៅនឹងបាននិយាយទៅខ្ញុំចូលចិត្តការរៀបចំរបស់គេខ្លាំងមែនទែនបងប្អូនថាធ្វើអីមួយគឺមានលក្ខណៈថាស្តង់ដារខ្លាំងមែនទែនអានេះបកគោភ្លើងសុវត្ថិភាពគេនេះសូមមានកាមេរ៉ាទៅដល់ណាក៏មានកាមេរ៉ាដែរជើងភ្នំក៏ត្រូវតែមានកាមេរ៉ាដែរហើយដូចយើងធ្លាប់និយាយក្នុងវីដេអូខ្ញុំ TikTok អញ្ចឹងអ្នកគ្នាឲ្យតែឃើញកាមេរ៉ាឃើញប៊ូតុងក្រហមហ្នឹងចុចទៅពីមានបញ្ហាអាសន្នត្រូវការជំនួយឬក៏អីអញ្ចឹងបញ្ហាសុខភាពឬក៏អ្នកគ្នាត្រូវការជំនួយអីគឺចុចទៅគឺ3ទៅ5នាទីប៉ូលីសគេមកដល់ហើយគេមានកាមេរ៉ាប៉ូលីសគេឃើញយើងគេនឹងមកដល់ទីតាំងហ្នឹងឯងតែម្ដងទេសភាពនៅចិត្តផ្ទះខ្ញុំដែរទេខ្ញុំដើរដូចជា5នាទីខ្ញុំចូលចិត្តត្រង់ថា clear ណាគ្នាជនបទតាមស្រុកស្រែមែនប៉ុន្តែគេអត់ចោលសម្រាមព្រាបផ្ដាស់ទេមានអារម្មណ៍ថាកន្លែងណាគឺ clear តែម្ដងមិនមែនថាប្រទេសកូរ៉េអត់សម្រាមទេប៉ុន្តែអាចនិយាយបានថាម្នាក់គេមានទំនួលខុសត្រូវលើសម្រាមដែលគេបានបង្កើតឡើងអញ្ចឹងណាហូបអីមួយគឺត្រូវយកដាក់ដល់សម្រាមធុងសម្រាមខ្លួនឯងបងអញ្ចឹងវា clear ទៅកន្លែងណាគឺមើលទៅវាដើរក៏សប្បាយចិត្តមែនទេមានអារម្មណ៍ថារំភើបវាស្រស់ស្រាយវាអត់ទៅណាមកណាសម្រាប់អញ្ញាខ្ញុំសរសើរមែននេះមិនមែនពីជូមែនអីប៉ុន្តែខ្ញុំចូលចិត្តចំណុចថងនោះមែនទេតែស្ងាត់ដល់បងប្អូនដូចកូរ៉េអត់ដូចខ្មែរយើងបាគីខ្ពស់អញ្ចឹងផ្ទះច្រើនអញ្ចឹងសមដើរឬក៏ធ្វើដំណើរច្រើនប៉ុន្តែស្ងាត់ដោយសារតែភាគច្រើនចាស់ក៏រស់នៅក្មេងៗគេមិនសូវរស់នៅជនបទគេទៅរស់នៅទីក្រុងសោអ៊ូលទៅពូសាផ្ទះអ្នកគ្នាឃើញនេះភាគច្រើនមានត្រឹម5ជាន់ចុះក្រោម4ជាន់ចុះក្រោមគេហៅថា Villa កូរ៉េនឹងគេនិយមដូចជា20-30ឆ្នាំមុនគាត់ថាសំណង់ចាស់ទេអ្នកធ្វើសំណង់ក្រោយអាគារក្រោយគេអត់ធ្វើបែបហ្នឹងទេគេធ្វើជា apartment ខ្ពស់ដោយសារចំនួនហ្នឹងគេនិយម30ឆ្នាំមុនហ្នឹងគេនិយមបែបហ្នឹងដូចយើងផ្ទះល្វែងអញ្ចឹងហើយគេនៅជាជាន់ហ្នឹងទៅឥឡូវហ្នឹងពាក្យច្រើនក៏នៅមានអ្នកនៅច្រើនដែរគាត់ទៅតាមជីវភាពទៅតាមអីអញ្ចឹងទៅតែឥឡូវហ្នឹងគេធ្វើសំណង់ក្រោយហ្នឹងគេអត់ធ្វើទៀបអញ្ចឹងទេគេធ្វើអាផាតធឺខ្ពស់យកជើងភ្នំ
នេះគ្រាន់តែជាទីជនបទរបស់កូរ៉េ